Trump អន់ចិត្តនឹងសម្ព័ន្ធមិត្តដែលមិនជួយច្បាំងនៅអ៊ីរ៉ង់និងប្រកាសលើកពារទៅចិនប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃច័ន្ទទី16មីនាដើម្បីបង្ហាញអំពីតុល្យការសង្គ្រាមអ៊ីរ៉ង់ក្រៅពីលើកសរសើរថាអាមេរិកខ្លាំងអស្ចារ្យជាងគេនិងមិនត្រូវការជំនួយពីប្រទេសណាចៅហ្វាយសេតវិមានក៏បានសម្ដែងភាពអន់ចិត្តចំពោះប្រទេសបស្ចិមលោកពិសេសបារាំងនិងអង់គ្លេសដែលមិនព្រមបញ្ជូននាវាចម្បាំងទៅរក្សាសន្តិសុខនាវាណាចរនៅច្រកសមុទ្រអុកមូសប្រឈមនឹងស្ថានភាពសង្គ្រាមនៅមជ្ឈមបូព៌ាលោក Trump សម្រេចចិត្តពន្យាពេលដំណើរទស្សនកិច្ចទៅប្រទេសចិនដែលគ្រោងទុកជាយូរមកហើយលោក Donald Trump ប្រធានាធិបតីអាមេរិកមានប្រសាសន៍ឆ្លើយនឹងសំណួរនៃកាសែតនៅសេតវិមានថាលោកបានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ដោយសង្ឃឹមថាបារាំងនឹងពួតដៃជួយច្បាំងហើយបញ្ជូននាវាចម្បាំងទៅជួយរក្សាសន្តិសុខនាវាណាចរនៅច្រកសមុទ្រអុកមូសតែបំណងជាគ្មានបានចម្លើយដោយតាមការរំពឹងទើបចៅហ្វាយសេតវិមានបែរបន្តអួតថាអាមេរិកយើងជាប្រទេសខ្លាំងអស្ចារ្យជាងគេលើពិភពលោកនិងមិនត្រូវការជំនួយពីនរណាទេលោក Trump ពោលថាលោកអំពាវនាវឲ្យគេជួយនេះដោយគ្រាន់តែចង់ដឹងអំពីប្រតិកម្មរបស់គេតែប៉ុណ្ណោះលើពីនេះលោក Donald Trump បានឆ្លៀតវាតម្លៃដាក់ពិន្ទុមេដឹកនាំបារាំងថាបារ៉ុបពី0ដល់10លោកឲ្យត្រឹមតែ8ទេគួររំលឹកជូនថាជំហររបស់ប្រទេសបារាំងធ្លាប់ត្រូវលោកម៉ាក្រុងបញ្ជាក់តាំងពីផ្ទុះសង្គ្រាមពីដំបូងមកម្លេះថាសង្គ្រាមនៅអ៊ីរ៉ង់នេះមិនមែនជាសង្គ្រាមរបស់បារាំងឡើយម្យ៉ាងវិញទៀតលោក Donald ក៏បានសម្ដែងភាពភ្ញាក់ផ្អើលចំពោះប្រតិកម្មរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ដែលរក្សាជំហរដូចបារាំងដែរប្រធានាធិបតីអាមេរិកអន់ចិត្តនឹងអង់គ្លេសនិងបានរំលឹកគុណស្រីថាអាមេរិកធ្លាប់ជួយអង់គ្លេសហើយជួយយកអាសាសម្ព័ន្ធមិត្តលោកខាងលិចយ៉ាងច្រើនសន្ធឹកតែពេលនេះពួកគេបាយធឿប្រងអើយគួរឲ្យកត់សម្គាល់ថាជាច្រើនខែមុនពេលផ្ទុះសង្គ្រាមអ៊ីរ៉ង់លោក Donald បានរិះគន់បណ្ដាប្រទេសសម្ព័ន្ធមិត្តដោយមិនសំចៃមាត់ហើយថែមទាំងដាក់ទម្ងន់រនាំងពន្ធគយោយ៉ាងធ្ងន់ដោយមិនខ្វល់ឬមិនយល់មុខថាប្រទេសសម្ព័ន្ធមិត្តសោះឡើយតែពេលត្រូវមានអាសន្នភ្លើងសង្គ្រាមលោកបាយជាបន្ទោសថាគេមិនព្រមជួយទៅវិញថ្ងៃច័ន្ទឈានចូលថ្ងៃអង្គារទី17មីនាអ៊ីស្រាអែលនិងអាមេរិកសម្រុកវាយប្រហារសន្ធប់កាន់តែខ្លាំងលើអ៊ីរ៉ង់និងកងទ័ពអ៊ីស្រាអែលក៏បាញ់ប្លង់សង្គ្រប់ទៅលើពួកប្រដាប់អាវុធ Hezbollah នៅក្នុងទឹកដីលីបង់ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់វិញក៏សម្រុកវាយបកទៅលើទីតាំងសំខាន់ៗរបស់អាមេរិកទាំងកន្លែងស៊ីវិលនិងយោធាប្រទេសអេមីរ៉េតអារ៉ាប់ក្រុងភ្នំដែលជាសម្ព័ន្ធមិត្តអាមេរិកបានរងគ្រោះខ្លាំងជាងគេព្រោះត្រូវអ៊ីរ៉ង់វាយប្រហារចំនួន 1,900 គ្រាប់មីស៊ីលនិងដ្រូននៅដើមសប្តាហ៍នេះដែរក្នុងចន្លោះពេលតែប៉ុន្មានម៉ោងសោះស្ថានទូតអាមេរិកប្រចាំនៅអ៊ីរ៉ាក់ក្បែរអ៊ីរ៉ង់បានរងការវាយប្រហារដល់ទៅ2លើកហើយដោយសារតែការបាញ់តបតនឹងដ្រូនអ៊ីរ៉ង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ាតួយ៉ាងកំពង់ផែប្រលានយន្តហោះសន្តាគារទីតាំងស្តុកប្រេងនិងចម្រិងប្រេងបានរងការវាយប្រហារបណ្ដាលឲ្យខូចខាតនិងផ្ទុះឆេះដោយអន្លើទីភ្នាក់ងារទ័ពជើងលេអង់គ្លេស UKMTO បានបញ្ជាក់ថានាវាដឹកទំនិញគ្រឿងមួយទៀតបានរងការខូចខាតនៅថ្ងៃអង្គារទី17មីនាព្រោះតែប៉ះនឹងអ្វីម្យ៉ាងដែលគេមិនទាន់អាចកំណត់អត្តសញ្ញាណបានប្រឈមនឹងស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ាលោក Trump សម្រេចចិត្តពន្យាពេលដំណើរទស្សនកិច្ចទៅប្រទេសចិនបើតាមគម្រោងទុកជាយូរមកហើយប្រធានាធិបតីអាមេរិកត្រូវអញ្ជើញទៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី31មីនាដល់ទី2មេសាតែលោក Trump បានប្រាប់អាជ្ញាធរចិនថាត្រូវពន្យាពេលយ៉ាងតិចប្រហែល1ខែទៀតព្រោះជាប់ដៃចាត់ចែងគណោសង្គ្រាមនៅមជ្ឈិមបូព៌ាថ្ងៃអង្គារឈានចូលថ្ងៃអង្គារទី17មីនាមហាយៈចិនមិនបានថ្លែងអំពីការបញ្ជូននាវាចម្បាំងតែរក្សាសន្តិសុខនៅច្រកសមុទ្រអុកមូសទេតែរដ្ឋបាលទីក្រុងប៉េកាំងបានប្រកាសអំពីការឲ្យជំនួយមនុស្សធម៌ទៅដល់បណ្ដាប្រទេសរងគ្រោះព្រោះតែគ្រាប់ឡោងរបស់អាមេរិកនិងអ៊ីស្រាអែលអ្នកនាំពាក្យក្រសួងការបរទេសចិនលោកលីនចានបញ្ជាក់ថារដ្ឋអំណាចចិនប្រកាសបញ្ជូនជំនួយមនុស្សធម៌ដល់ប្រជាជនអ៊ីរ៉ង់ហ្សូកដានីលីបង់និងអ៊ីរ៉ាក់ដោយក្តីអាណិតអាសូរចិនសូមចូលរួមរំលែកទុក្ខសោកជាមួយប្រជាជនរងគ្រោះនៅមជ្ឈិមបូព៌ា